សៀមរាបខ្ញុំមកក្រកប្រាមិនមករកស្នេហ៍ខំធ្វើសំណងតួកាយហត់ក៏នៅតែខំរៀនញើហូររាល់ថ្ងៃដើម្បីសូបិនថ្ងៃក្រោយឲ្យបានរៀនមិនដែលគិតថាក្នុងថ្នាក់រៀននឹងបានជួបអ្នកស្នេហ៍ថ្ងៃដំបងឃើញនាងបេះដូងខ្ញុំចាប់ដើមសំឡឹងពីមិនស្គាល់គ្នាប្រែជាស្គាល់គ្នារាល់ថ្ងៃរាល់ពេលពីសួរតែកាងលាប្រែជាសួរសុខទុក្ខមិនដែលខានពីមនុស្សពីរនាក់ប្រែជាមនុស្សដែលចាប់ចិត្តនឹងគ្នារាល់ថ្ងៃនៅក្នុងថ្នាក់យើងតែងអង្គុយក្បែរគ្នារាល់កិច្ចការសាលាខ្ញុំតែងជួយណែនាំនាងរាល់ថ្ងៃអ្វីដែលខ្ញុំចេះខ្ញុំប្រាប់នាងដោយមិនដែលរងចាំការរៀនកាន់តែល្អចិត្តយើងក៏កាន់តែស្រឡាញ់គ្នាអូសៀមរាបអើយអ្នកជាអ្នករក្សាអនុស្សាវរីយ៍4 ឆ្នាំនៅទីនេះមានទាំងស្នេហ៍និងក្តីស្រមៃពីអ្នកធ្វើសំណងខំរកប្រាក់ដើម្បីបន្តការរៀនទៅថ្ងៃក្រោយបែរជាបានជួបនារីមួយនាក់ដែលធ្វើឲ្យបេះដូងខ្ញុំចេះស្រឡាញ់ពីមួយថ្ងៃទៅមួយថ្ងៃយើងកាន់តែស្គាល់ចិត្តគ្នាអ្នកចាស់ក៏បានដឹងថាយើងមានចិត្តនឹងគ្នាមិនចាំបាច់សន្យាក៏យើងយល់ពីចិត្តគ្នាកាត់ថាស្នេហ៍មួយនេះនឹងនៅជាមួយគ្នាហូតទៅណា1 ឆ្នាំកន្លងទៅរឿងតូចមួយក៏កើតឡើងទៀតតូចបន្តិចបែរធ្វើឲ្យចិត្តយើងឈឺចាប់តែកាលយើងច្រឡំយើងបែរជាស្នាដះគ្នាគ្មានទៀតថាឡាប៉ុន្តែបែរជាបាច់ពីគ្នាអូសៀមរាបអើយសូមថែអនុស្សាវរីយ៍ខ្ញុំផងមិនទុករៀនចាស់សូមជួយប្រាប់នាងផងថាមាននោះស្មាក់នៅតែនឹកនាងរាល់ថ្ងៃតួយើងបែកគ្នាក៏ចិត្តខ្ញុំមិនងាយបំភ្លេចឡើយតើថ្ងៃនោះយើងនិយាយគ្នាឲ្យច្បាស់តើថ្ងៃនោះយើងមិនទុកការយល់ច្រឡំប្រហែលថ្ងៃនេះយើងមិនបែកគ្នាតែអ្វីដែលកន្លងហើយមិនអាចត្រឡប់វិញបានទេ4 ឆ្នាំនៅសៀមរាបខ្ញុំមិនដែលភ្លេចឡើយ4 ឆ្នាំនៃអនុស្សាវរីយ៍ទោះបែកគ្នាក៏នៅតែស្រស់ពីអ្នកធ្វើសំណងមកបន្តការសិក្សាដោយក្តីសង្ឃឹមបានជួបនារីម្នាក់ដែលធ្វើឲ្យខ្ញុំចេះស្រឡាញ់ពេញបេះដូងសៀមរាបនៅដែរតែមកពីអ្នកឯគ្នាថ្នាក់រៀននៅដែរតែញៀនឡើងនៅក្បែរខ្ញុំស្នេហ៍1 ឆ្នាំមកចប់តែអនុស្សាវរីយ៍នៅក្នុងចិត្តខ្ញុំ4 ឆ្នាំនៅសៀមរាបនឹងនៅជារឿងមួយដែលខ្ញុំមិនភ្លេចឡើយ